ជំរាបសួរថ្ងៃនេះខ្ញុំអាសាណាមានអាហារពេលព្រឹកត្រឹមត្រូវតាមពិតត្រឹមត្រូវនោះដោយសារឃើញមានផ្លែល្ហុងនេះព្រោះចូលចិត្តញ៉ាំល្ហុងគ្រាន់តែថាល្ហុងនេះវាមកពីអាហ្វ្រិកាមកពីប្រទេសអាហ្វ្រិកវាអត់សូវឆ្ងាញ់ទេហើយរូបរាងគេនេះដូចកំពេកពេកចឹងទេប៉ុន្តែក្របច្រើនមែនតើហើយរសជាតិក៏អត់ឆ្ងាញ់អីម៉ានដែរសាបនិយាយទៅចាញ់ល្ហុងស្រុកយើងដាច់ហ្មងនិយាយពីរសជាតិគឺស្រូប៉ុន្តែដោយសារចូលចិត្តញ៉ាំហើយក៏ចេះតែញ៉ាំទៅហើយអានេះគឺជានំប៉័ងដែលខ្ញុំអាំងវាក្រៀមហើយយកវាមកបៀកប៊ឺរួចហើយរោយសាច់ផាត់សាច់បាក់យ៉ុងពីលើរសជាតិឆ្ងាញ់មួយយ៉ាងដែរណាមានអ្នកណាធ្លាប់ភ្លក់អត់ខ្ញុំចូលចិត្តញ៉ាំបែបហ្នឹងនោះកាហ្វេសូមអញ្ជើញឆ្ងាញ់ជាមួយខ្ញុំណាចាប៉ុន្តែបែបមិនត្រឹមតែជាអាហារពេលព្រឹកទេបែបឆ្អែតរហូតដល់ថ្ងៃត្រង់ហើយបាយថ្ងៃត្រង់ប្រហែលជាម៉ោង2ម៉ោង3រសៀលក៏មិនដឹងឬក៏ដល់ពេលរវល់ធ្វើនេះធ្វើនោះភ្លេចទៅក៏ភ្លេចបាយថ្ងៃត្រង់មកពេលក៏មានដែរបាយ